ជំរាបសួរផងព្រឹកនេះយើងបានមានខេសមួយដែលបងគាត់អញ្ជើញមកហើយបងស្រីគាត់អញ្ជើញពីអាមេរិកមកហើយគាត់មាន problem មួយដែលយើងគួរឲ្យវា disappointed មែនតើដោយសារតែអ្នកជំងឺគាត់មានពេលតិចមែនតើរយៈពេលសម្រាប់ធ្វើការព្យាបាលធ្មេញត្រឹមតែ2អាទិត្យនៅជាមួយយើងហើយទី2យើងត្រូវ remove អាធ្មេញដែលគាត់គឺនឹងចេញដោយសារតែបញ្ហាគាត់មានជំងឺមួយយ៉ាងហៅថារះស៊ីធ្មេញឬក៏ painful problem អញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើបំផុតខ្ញុំត្រូវរៀប treatment plan ចែកចេញជា3សំខាន់ទី1 treatment plan ក្នុងការព្យាបាលតែត្រូវធ្វើម៉េចដើម្បីកំណត់ប្រវែងធ្មេញទំហំធ្មេញជូនគាត់ឲ្យកាន់តែស្អាតចំណុចទី2ទៀតនោះខ្ញុំត្រូវរកទំនុកទៅម៉េចដើម្បីរៀបចំពេលវេលាមួយដើម្បីឲ្យគាត់បានធ្វើធ្មេញផងបានអញ្ជើញមានកម្មវិធីទៅនេះទៅនោះ schedule សំខាន់ចំណុចទី3ចុងក្រោយបំផុតនោះគឺខ្ញុំ prediction វាលទ្ធផលដើម្បីទុកគម្លាតឲ្យគាត់មើលពីប្រវែងធ្មេញទំហំធ្មេញដែលយើងរៀបចំជូនគាត់ដូច្នេះខ្ញុំគិតថាបងប្អូនអាចអញ្ជើញទស្សនាបានពី treatment plan យើងពីផែនការយើងដែលយើងធ្វើតាំងពីដើមរហូតដល់ចប់និងមានលទ្ធផល before and after ទាំងអស់នេះជឹងរងចាំទស្សនាទាំងអស់គ្នាអរគុណ